លោកឧបនាយករដ្ឋមន្ត្រីសសុខាបញ្ជាដាច់ណាត់មិនឲ្យសមត្ថកិច្ចគៀបសង្កត់ទាមទារប្រាក់ពីម្ចាស់រថយន្តដែលជួលឲ្យជនជាតិចិនក្នុងប្រតិបត្តិការបង្ក្រាបករណីឆបោកតាមអនឡាញឡើយលោកឧបនាយករដ្ឋមន្ត្រីសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធប្រកបរថយន្តដែលបង្ក្រាបបានពីករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅឲ្យម្ចាស់ដើមវិញប្រសិនបើភាគីម្ចាស់រថយន្តមានឯកសារជួលគ្រប់គ្រាន់ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រីក៏បានបញ្ជាដាច់ណាត់មិនឲ្យសមត្ថកិច្ចគៀបសង្កត់ទាមទារប្រាក់ពីម្ចាស់រថយន្តដែលជួលឲ្យជនជាតិចិនក្នុងប្រតិបត្តិការបង្ក្រាបករណីឆបោកតាមអនឡាញឡើយនេះបើតាមការផ្សាយលើគណនី Facebook ឈ្មោះអរ៉េនរតនៈជំនួយការនិងជាអ្នកនាំពាក្យលោកឧបនាយករដ្ឋមន្ត្រីសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី5ខែឧសភាឆ្នាំ2026ការចេញមកបញ្ជាក់របស់អ្នកនាំពាក្យបានធ្វើឡើងបន្ទាប់ពីមានការលើកឡើងរបស់អ្នករកស៊ីជួលឡានឲ្យជនបរទេសដែលត្រូវបានសមត្ថកិច្ចបង្ក្រាបពាក់ព័ន្ធបទល្មើសអនឡាញ scam ថារថយន្តរបស់ខ្លួនដែលជួលឲ្យជនបរទេសនោះត្រូវបានសមត្ថកិច្ចដកហូតជាមួយនឹងវត្ថុតាងផ្សេងៗហើយមិនទាន់បានប្រគល់មកវិញនោះទេការបង្ក្រាបនេះមានរថយន្តជាច្រើនដែលត្រូវបានសមត្ថកិច្ចរឹបអូសនៅក្នុងរង្វង់ប្រតិបត្តិការពិសេសប្រតិបត្តិការនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យលោករ៉េនរតនៈបញ្ជាក់ថាក្នុងកិច្ចប្រជុំកាលពីថ្ងៃទី4ឧសភាឆ្នាំ2026លោកឧបនាយករដ្ឋមន្ត្រីសសុខាបានណែនាំក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ថាក្នុងករណីប្រជាពលរដ្ឋខ្មែរបានជួលរថយន្តឲ្យជនបរទេសហើយជនបរទេសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធបទល្មើសដោយមានទាំងរថយន្តជួលនោះផងគឺសមត្ថកិច្ចយើងត្រូវរៀបចំបែបបទប្រកបរថយន្តនោះឲ្យទៅម្ចាស់រថយន្តវិញក្នុងករណីមានឯកសារជួលនិងឯកសារកម្មសិទ្ធិរថយន្តច្បាស់លាស់ស្របតាមច្បាប់ជាមួយគ្នានេះលោកឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ដែរថាដាច់ខាតមិនត្រូវឲ្យមានការគៀបសង្កត់ទាមទារប្រាក់ជាថ្នូរនិងការបំពេញបែបបទប្រកបរថយន្តជូនទៅប្រជាពលរដ្ឋដែលជាម្ចាស់រថយន្តឡើយគួរជ្រាបថាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា scam អនឡាញត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកងកម្លាំងគ្រប់លំដាប់ថ្នាក់បន្តបង្ក្រាបដោយគ្មានការលើកលែងហើយកុំបង្អង់ដៃក្នុងនោះតាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកបឆបត្រឹមរយៈពេល9ខែចុងក្រោយគឺចាប់ពីខែកក្កដាឆ្នាំ2025ដល់ខែមិនិនាឆ្នាំ2026សមត្ថកិច្ចកម្ពុជាបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានជាង250ករណីនិងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការបានជាង80ករណី